សូមជម្រាបសួរបងប្អូនទាំងអស់ទៅតាម YouTube របស់ខ្ញុំ So welcome to my Slow Khmer podcast this morning. So see you again this week for 3 times. I am available, starting from now. Even though I will have my defense, I defend my thesis, in December, but now I'm a little bit free, to uh, share some information and as well as to help you learn some Khmer practice some Khmer អរគុណច្រើនបាទសុខសប្បាយទាំងអស់គ្នាខ្ញុំគិតថាទាំងអស់គ្នាសុខសប្បាយបាទថ្ងៃនេះនៅកម្ពុជាម៉ោងប្រហែលជា6:50បាទ6:50ឥឡូវនេះខ្ញុំនៅហាងកាហ្វេឈ្មោះ gather gather ground gather grounds coffee បាទទីក្រុងភ្នំពេញនៅចិត្តសាលាអន្តរទេវីបាទថ្ងៃនេះខ្ញុំសប្បាយចិត្តមែនទែនដែលបានមកចូលរួមនិងនិយាយតាក់ទងទៅនឹងការរៀនភាសាខ្មែរខ្ញុំគិតការរៀនភាសាខ្មែរសំខាន់មែនទែនសម្រាប់បងប្អូនដែលមានបំណងចង់មកលេងកម្ពុជាមករស់នៅកម្ពុជាមកធ្វើការនៅកម្ពុជាបាទការរៀនភាសាខ្មែរតិចឬច្រើនវាអត់សំខាន់ទេសំខាន់យើងបានរៀនហើយយើងបានអនុវត្តវាដើម្បីយកទៅនិយាយជាមួយនឹងប្រជាជនកម្ពុជាអញ្ចឹងថ្ងៃនេះខ្ញុំនឹងនិយាយប្រធានបទទាក់ទងទៅនឹងការ greetings and introduce oneself in ខ្មែរបាទអញ្ចឹងការស្វាគមន៍ហើយនឹងការណែនាំខ្លួនជាភាសាខ្មែរ like other regional languages Khmer is the same we have formal and informal greetings បាទអញ្ចឹងมันខុសពីភាសាផ្សេងទេភាសាខ្មែរក៏ដូចគ្នាដែរមានភាសាផ្លូវការនិងភាសាក្រៅផ្លូវការបាទតកតងទៅនឹងការ greetings ការស្វាគមន៍ការជួបគ្នាហើយយើងស្វាគមន៍យើងមានពីរបើសិនជាសំទោសបើសិនជាយើងជួបគេដំបូងមនុស្សថ្មីដែលយើងអាចស្គាល់ពីមុនមកអញ្ចឹងយើងប្រើគេហៅថា formal greetings មានន័យថាភាសាផ្លូវការការស្វាគមន៍ផ្លូវការតើការស្វាគមន៍ផ្លូវការនោះគេធ្វើយ៉ាងម៉េចនៅក្នុងភាសាខ្មែរការស្វាគមន៍ផ្លូវការគឺជាប្រើសំពះគឺជាប្រើដៃសំពះអានេះ this gestures call សំពះបាទសំពះអញ្ចឹងនៅក្នុងការសំពះនៅភាសាខ្មែរនៅក្នុងវប្បធម៌ខ្មែរនេះគឺមាន5បាទពី5ទៅ6បាទរបៀបក្នុងការគោរពដើម្បីបង្ហាញនៅការគោរពដល់មនុស្សជាទូទៅសម្រាប់ជនជាតិបរទេសអឺវាមានការច្រឡំមែនទែនដោយសារទី1គាត់ត្រូវការពេលយូរក្នុងការអរៀនថាតើការសំពះហ្នឹងគួរតែដាក់នៅកន្លែងណាពីព្រោះការសំពះខ្មែរយើងគឺមានរបៀបខុសៗគ្នាទៅតាមឋានានុក្រមទៅតាមឋានៈទៅតាមកម្រិតរបស់វាបាទខ្ញុំតែងតែណែនាំបាទខ្ញុំតែងតែណែនាំបងប្អូនទាំងអស់គ្នាឲ្យប្រើសំពះនៅចំទ្រូងរបស់យើងចិត្ត background របស់យើងមានន័យថាកន្លែងហ្នឹងគឺមានន័យថាអឺពេលយើងធ្វើអញ្ចឹងគឺមានន័យថាយើងគោរពនរណាម្នាក់ដោយអស់ពីដួងចិត្តរបស់យើងព្រោះភាសានេះគេហៅថា you respect someone from the bottom of your heart មានន័យថា it doesn't matter who they are but the thing is you respect that person from the bottom of your heart មានន័យថាយើងគោរពដាក់ចិត្តគោរពទៅមនុស្សម្នាក់ហ្នឹងអស់ពីចិត្តរបស់យើងអានោះសំខាន់ណាហ្នឹងជា recommend របស់ខ្ញុំគឺចេះឲ្យ a little bit bow yeah like this to show respect. Some people they ask me, when they do this, do they use their eye to look at the person or not? That's a good question. សំណួរល្អណាស់ជាទូទៅតាមបទពិសោធន៍របស់ខ្ញុំគឺមិនចាំបាច់ទេពេលយើងអោនយើងភ្នែកយើងអោនតាមនឹងដែរហើយបាត់យើងងើយវិញមើលទៅអ្នកដែលយើងគោរពនឹងបាទអាហ្នឹងមួយបាទអញ្ចឹងអានោះគឺហៅថាដល់ពេលយើងធ្វើចឹងគឺថាយើងប្រើពាក្យថាជំរាបសួរជុំរៀបសួរបាទជំរាបសួរអានេះគឺជាគេហៅការគោរពផ្លូវការ formal greetings ជំរាបសួរបាទ
មួយទៀតគឺ formal គ្រប់ឯងអញ្ចឹងជាធម្មតាពេលយើងជួបបាទមនុស្សដំបូងនឹងថាជំរាបសួរចុះពេលយើងចប់នឹងការសន្ទនាតែយើងធ្វើមិនដែរយើងថាជំរាបលា That's the same you use your put your hands together do the gesture and then say ជំរាបលា okay that's it អញ្ចឹងម្ដងទៀតបាទព្រោះជំរាបសួរនិងជំរាបលា when you say goodbye say ជំរាបលា okay មកដល់ informal greeting គេហៅការគោរពខាងក្រៅផ្លូវការតើការគោរពការក្រៅផ្លូវការនោះគេប្រើទៅពេលណាបាទការគោរពក្រៅផ្លូវការគេប្រើវានៅពេលមនុស្សនឹងយើងស្គាល់ហើយដូចជាអ្នកដែលធ្វើការជាមួយគ្នាបាទដែលស្គាល់គ្នាហើយបាទនឹងគេប្រើពាក្យគេប្រើ the informal greeting មានន័យថាការការគោរពក្រៅផ្លូវការការស្វាគមន៍ក្រៅផ្លូវការអានឹងគេប្រើហ្នឹងបាទអញ្ចឹងការគោរពឬក៏ការស្វាគមន៍ក្រៅផ្លូវការគេថា hello នៅក្នុងភាសាអង់គ្លេសថា hello ឬ hi ហ្នឹងគឺគេថាសួស្ដីបាទយើងនិយាយថាសួស្ដីហ្នឹងហើយបាទសួស្ដីបាទនឹង hello or hi បាទសួស្ដីម្ដងទៀតបាទ again this informal greeting you use it with someone that you already know someone that is your friend your colleagues at work you say Tuesday how about goodbye for the informal goodbye say លាហើយលាហើយលាហើយ if you know the person's name you can say លាហើយ for example like goodbye David លាហើយ David លាហើយ David or goodbye Sarah លាហើយ Sarah this is the informal goodbye and the same with greeting also if you know the person name with the informal greeting you can say Tuesday like for example my name is Dara so people say Tuesday Dara Tuesday David Tuesday Sarah Tuesday Chloe things like that okay and nó cứ dừngប្រើចាvậy cái sự chất formal là formal được bạn đến hai how about if you want to say how do you do or how are you doing in Khmer so we don't really have formal or informal for how are you doing or how are you so how are you doing or how are you in Khmer we say ជំរាបសុំទោសសុខសប្បាយទេ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  you will experience sometimes people just express um the word bong it means bong you will hear a lot in Hamlet state Cambodia people will address you like older brother or sister bong even you are younger than them they still address you bong like bong older brother or older sister this is don't feel bad if they say bong to you so when I say older brother or sister it doesn't mean that you are old even you are young they still say this to show respect to show respect and young bong so instead of អ្នកសុខសប្បាយទេបងសុខសប្បាយទេ we say បងសុខសប្បាយទេ and again uh, in written people say តើអ្នកសុខសប្បាយទេ that is in written but in spoken people never say that in spoken people say បងសុខសប្បាយអត់បងសុខសប្បាយទេ so the they not really you hear the they sound is the ray like ray the phonetics ray សុខសប្បាយទេសុខសប្បាយទេ and you have to roll your tongue I know in many languages the R sound is very tough in Khmer to pronounce it because the R sound like r re re សុខសប្បាយទេសុខសប្បាយទេ that very sad on you hear the day is សុខសប្បាយទេសុខសប្បាយទេសុខសប្បាយទេ
So again, the one you want to ask, how are you doing? How are you? What's up? Bong, sok sabai Bong sok sabai or bong sok sabai Bong sok sabai so art or ray is a question maker for yeah. Bong sok sabai Bong sok sabai Bong sok sabai Bong sok. Okay, here. I hope you still with me in this stage. Okay. So what is your response if the person asks you this question like how are you? Where Bong sok sabai Okay, your response should be ខ្ញុំ it means I being my ខ្ញុំសុខសប្បាយខ្ញុំសុខសប្បាយខ្ញុំសុខសប្បាយ so the word សុខសប្បាយ is in fine healthy or good ខ្ញុំសុខសប្បាយ I mean I am fine I am good ខ្ញុំសុខសប្បាយបាទខ្ញុំសុខសប្បាយ and then we say organ so you should know the word organ as well so organ means thank you organ 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 và organ thank you and then you want to do the returning questions like and you in English and you so and you in Khmer we say chok bong wait 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 and then you can say ខ្ញុំសុខសប្បាយអរគុណ Li Hai, you can make it so Li is goodbye. And then this phrase you should know this one is when you say goodbye, then you attach this with the goodbye Li Hai. You can say chúc clear pale ground. So chúc clear pale ground. Chúc clear pale ground. It means see you later. Chúc clear pale ground. Chúc clear pale ground. See you later. Chúc clear pale ground. Lý hai chụp nè bề rồi. Goodbye, see you later. Lý hai chụp nè bề rồi. So see you later. Lý hai chụp nè bề rồi. Sometimes people say nice to meet you in English. Same in Khmer. Sometimes we say ខ្ញុំសប្បាយចិត្តណាស់ដែលបានជួបខ្ញុំ I am happy ខ្ញុំសប្បាយចិត្តណាស់ដែលបានជួបខ្ញុំសប្បាយចិត្តណាស់ដែលបានជួបបងខ្ញុំរីករាយណាស់ដែលបានជួបបងខ្ញុំសប្បាយចិត្តណាស់ដែលបានជួបបងខ្ញុំរីករាយណាស់ដែលបានជួបបង okay okay so this is very important okay that the greetings part so again if someone say សួស្តី say សួស្តី back and then បងសុខសប្បាយទេបើបងសុខសប្បាយទេខ្ញុំសុខសប្បាយអរគុណចុះវិញខ្ញុំសុខសប្បាយអរគុណលាហើយជួបគ្នាពេលក្រោយលាហើយជួបគ្នាពេលក្រោយ that's the greetings okay and then if you want to use the formal greeting you can say ជំរាបសួរ and then the person will say ជំរាបសួរ and then we do the same បងសុខសប្បាយទេខ្ញុំសុខសប្បាយ I have, like I have allergy in the morning sorry so you can do this I like បងសុខសប្បាយទេខ្ញុំសប្បាយចិត្តណាស់ដែលបានជួបបង nice to meet you ខ្ញុំសប្បាយចិត្តណាស់ដែលបានជួបបងខ្ញុំសប្បាយចិត្តណាស់ដែលបានជួបបង some people say ខ្ញុំ some people say រីករាយណាស់ដែលបានជួបបងប្ររីករាយណាស់ដែលបានជួបអ្នក and you should do the same repeat so this is the greetings okay how about the introduction well because you know all the basic greetings so with the introduction it's not that hard the thing is you need to know how to say my name is so what my name is in Khmer we say ខ្ញុំឈ្មោះខ្ញុំ is I me my ខ្ញុំឈ្មោះ so ឈ្មោះ is name ខ្ញុំឈ្មោះ whatever your name is for example my name is Dara I can say ខ្ញុំឈ្មោះ Dara
Yom Chmo Dara. And then if you want to tell the person that which country are you from, you can say that Yom Mao Bi. Yom Mao Bi. I come from Yom Mao Bi. Yom Mao Bi, Australia. For example, I'm from Australia. Yom Mao Bi, Australia. Yom Mao Bi, Cambodia. I'm from Cambodia. So Mao Bi, Mao Bi, Mao Bi is to come from. Mao Bi, Mao Bi.